ព្រឹកថ្ងៃទី29ខែឧសភាឆ្នាំ2025នេះអាយុដំហ្វឹកលូអភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការហ្វាក់ហាកាកបាទក្រហមកម្ពុជាខេត្តអមដំណើរដោយអាយុដំលោកជំទាវលោកស្រីគណៈកម្មាធិការហ្វាក់ហាអនុហ្វាក់ហាស្រុកថ្មគោលក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាបានអញ្ជើញក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌មួយខ្នងលេខរៀងទី19ជាអំណោយរបស់ហ្វាក់ហាកាកបាទក្រហមកម្ពុជាខេត្តជូនដល់ក្រុមគ្រួសារអ្នកស្រីហ៊ុនគុន្ធីអាយុ40ឆ្នាំដែលរងគ្រោះដោយអគ្គិភ័យនៅបណ្ដាលឲ្យបាត់បង់អាយុជីវិតកូនប្រុសស្រីចំនួន2នាក់កន្លងទៅនៅពិធីផ្ដល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចាស់ជរាជនមានពិការភាពគ្រួសារទីតក្រចំនួន50គ្រួសារស្ថិតនៅភូមិអង្គជើងឃុំតមើនស្រុកថ្មគោលបើតាមលោកតេងកំហ្វៀនអភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុហ្វាក់ហាស្រុកថ្មគោលបានឲ្យដឹងថាក្រុមគ្រួសារអ្នកស្រីហ៊ុនគុន្ធីអាយុ40ឆ្នាំជាម្ដាយនិងឈ្មោះភ្លេងថាជាឪពុករស់នៅភូមិអង្គជើងឃុំតមើនស្រុកថ្មគោលជាគ្រួសារមានជីវភាពក្រីក្រលំបាកនិងរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី30ខែមករាឆ្នាំ2025វេលាម៉ោងជាង10យប់មូលហេតុឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតកូនប្រុសស្រីជាទីស្រឡាញ់ចំនួន2នាក់ខណៈឪពុកម្ដាយបានចាក់ហ្វោពីក្រៅផ្ទះទុកកូនទាំងពីរក្នុងផ្ទះរួចក៏ទៅដកស្មៅក្រោយផ្ទះចម្ងាយប្រហែលជាង100ម៉ែត្រស្រាប់តែម៉ោង11យប់ក៏ឮសំឡេងផ្ទុះហើយភ្លើងឆាបឆេះផ្ទះខ្លាំងតែម្ដងមិនអាចជួយបានដោយមើលឃើញពីការលំបាកនិងដោយក្តីអាណិតអាហ្វូជាពន់ពេកពីសំណាក់អាយុដំហ្វឹកលូប្រធានគណៈកម្មាធិការហ្វាក់ហាបានសម្រេចផ្ដល់ផ្ទះថ្មីមួយខ្នងនិងបានធ្វើពិធីប្រគល់ទទួលនាពេលនេះក្នុងនាមកាកបាទក្រហមកម្ពុជាដែលមានសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរជាព្រះប្រធានកិត្តិយសនិងសម្ដេចគតិប្របណ្ឌិតបូរនីហ៊ុនហ្វែនជាប្រធានអាយុដំហ្វឹកលូប្រធានគណៈកម្មាធិការហ្វាក់ហាកាកបាទក្រហមកម្ពុជាខេត្តបានសម្ដែងនៅទឹកចិត្តសោកស្ដាយនិងចូលរួមជាមួយក្រុមគ្រួសាររងគ្រោះនិងការផ្ដាំផ្ញើសួរហ្វឹកតុកក្តីនឹករលឹកអាណិតអាហ្វូនិងស្រឡាញ់ចំពោះក្រុមគ្រួសារអ្នកស្រីហ៊ុនគុន្ធីក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ទន្ទឹមនឹងនេះអាយុដំប្រធានបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋសូមគិតគូរពីបញ្ហាសុខភាពព្រោះការរស់នៅត្រូវមានអនាម័យហើយប្រុងប្រយ័ត្នពីជំងឺឆ្លងនានាលើសពីនេះទៅទៀតអាយុដំបានគូបញ្ជាក់ថាបើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយក៏សូមបងប្អូនខិតខំជំនះការលំបាកតស៊ូជំរុញដល់កូនរបស់ខ្លួនឲ្យទៅសាលារៀនទទួលបានការអប់រំមានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រជាមួយគ្នានេះអាយុដំក៏បានគូបញ្ជាក់ផងដែរថាកាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហមនិងអត្តច័ន្ទក្រហម8ឧសភាដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបានគឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនិងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដែលផ្ទាល់ដៃដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជានៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាជាកិច្ចឆ្លើយតបអ្នកស្រីហ៊ុនគុន្ធីនិងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាយុដំហ្វឹកលូប្រធានគណៈកម្មាធិការហ្វាក់ហានៅសម្ដេចគតិប្របណ្ឌិតបូរនីហ៊ុនហ្វែនដែលបានកិត្តគូនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ជាពិសេសផ្ទះថ្មីមួយខ្នងដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេអ្នកស្រីនឹងខិតខំប្រឹងប្រែងបង្កើនផលនិងថែរក្សាផ្ទះថ្មីនេះឲ្យល្អគង់វង្សយូរអង្វែងជាពិសេសមិនធ្វើឲ្យអ្នកម្ដាយមនុស្សធម៌សម្ដេចគតិប្របណ្ឌិតបូរនីហ៊ុនហ្វែនក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយសូមបញ្ជាក់ថាផ្ទះលេខរៀងទី19ដែលជាអំណោយរបស់ហ្វាក់ហាខេត្តខាងលើនេះចំណាយថវិកាចំនួន$550មានទំហំ4ម៉ែត្រគុណ6ម៉ែត្រជញ្ជាំងស៊ីម៉ង់ក្រាការ៉ូដំបូលប្រាក់ហ្វាំងកាហ្វេមានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ2ម៉ែត្រ50ផងដែរសូមបញ្ជាក់ថាកន្លងមកក្រុមគ្រួសារខាងលើនេះត្រូវបានជួយសម្រាលការលំបាកពីអនុហ្វាក់ហាកាកបាទក្រហមកម្ពុជាស្រុកថ្មគោលនិងថ្ងៃនេះបានទទួលផ្ទះថ្មថ្មីមួយខ្នងរួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមានអង្ករ100គីឡូក្រាមមី2កេសទឹកត្រី2យួរទឹកហ្វីអ៊ីវ2យួរត្រីខ2យួរទឹកបរិសុទ្ធ2កេសនិងថវិកាមួយចំនួនដោយឡែកលោកយាយលោកតានិងប្រជាពលរដ្ឋមានជីវភាពទីតក្រដែលរស់នៅភូមិផង
របងជាមួយចំនួន50គ្រួសារ